នេះគឺជាយន្តហោះចម្បាំងដែលខ្លាំងបំផុតទាំង5នៅលើពិភពលោកក្នុងឆ្នាំ2025ចំណាត់ថ្នាក់លេខ5 Dassault Rafale ប្រទេសបារាំងគឺជាយន្តហោះដ៏ប្រណិតដែលគួរឲ្យខ្លាចមួយនេះគឺជាមោទនភាពនៃប្រទេសបារាំងជាមួយនឹងល្បឿនអតិបរមា 2200 គីឡូម៉ែត្រក្នុង1ម៉ោងវាអាចបដូរតួនាទីបាននៅពេលហោះហើរគឺជាអតិរិទ្ធផ្លូវកាសហើយការវាយប្រហារគោលដៅបានជ្រៅនៅការទប់ស្កាត់នុយក្លេអ៊ែរជាដើមវាត្រូវបានបំពាក់ដោយឧបករណ៍ចាប់រ៉ាដា IRST ទំនើបហើយអាចផ្ទុកអាវុធទំនើបស្ទើរតែទាំងអស់នៅក្នុងឃ្លាំងអាវុធបារាំងដែលត្រូវបានជឿទុកចិត្តដោយប្រទេសឥណ្ឌា អេស៊ីប កាតា និងប្រទេសជាច្រើនទៀតយន្តហោះ Rafale មិនមែនគ្រាន់តែជាយន្តហោះចម្បាំងនោះទេវាគឺជាប្រព័ន្ធប្រយុទ្ធពេញលេញនៅលើមេឃចំណាត់ថ្នាក់លេខ4 Eurofighter Type របស់ចក្រភពអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញត្រូវបានបង្កើតឡើងដោយប្រទេសអឺរ៉ុបចំនួន4យន្តហោះ Type គឺជាយន្តហោះចម្បាំងមួយក្នុងចំណោមយន្តហោះចម្បាំងដែលមានល្បឿនលឿនបំផុតនិងរហ័សរហួនបំផុតនៅលើផែនដីវាអាចហោះហើរក្នុងល្បឿន 2500 គីឡូម៉ែត្រក្នុង1ម៉ោងហើយមានឥទ្ធិពលទាំងក្នុងទូនាទីហោះហើរពីលើអាកាសនិងពីលើអាកាសទៅដីជាមួយនឹងសមត្ថភាពសង្គ្រាមអេឡិចត្រូនិក Radar AESA ដ៏ទំនើបនិងនាវាចម្បាំងដ៏អស្ចារ្យវាមិនត្រឹមតែប្រយុទ្ធប៉ុណ្ណោះទេថែមទាំងយកឈ្នះទៀតផងកំណត់ត្រាប្រយុទ្ធរបស់យន្តហោះ Type នៅក្នុងប្រទេសស៊ីរីនិងលីប៊ីបង្ហាញថាវាមិនត្រឹមតែជាយន្តហោះដាក់បង្អួតប៉ុណ្ណោះទេតែវាគឺជាអ្នកចម្បាំងពិតប្រាកដចំណាត់ថ្នាក់លេខ3យន្តហោះ Chengdu J-20 Mighty Dragon ប្រទេសចិនគឺជាការឆ្លើយតបរបស់ប្រទេសចិនចំពោះយន្តហោះបំបាំងកាយរបស់អាមេរិកគឺយន្តហោះ J-20 Mighty Dragon ជាមួយនឹងការរចនាកិច្ចពីរ៉ាដាមីស៊ីលរយៈចម្ងាយឆ្ងាយនិងប្រព័ន្ធអេឡិចត្រូនិកទំនើបវាត្រូវបានសាងសង់ឡើងដើម្បីវាយប្រហារជ្រៅទៅក្នុងទឹកដីសត្រូវដោយមិនមានអ្នកណាមើលឃើញយន្តហោះ J-20 ក៏កំពុងវិវត្តយ៉ាងឆាប់រហ័សជាមួយនឹងម៉ាស៊ីនថ្មីនិងប្រព័ន្ធប្រយុទ្ធដែលមានជំនួយពី AI ដែលកំពុងត្រូវបានសាកល្បងចំណាត់ថ្នាក់លេខ2យន្តហោះ F-22 Raptor សហរដ្ឋអាមេរិកនៅតែមិនអាចប្រៀបផ្ទឹមបានក្នុងការប្រយុទ្ធតាមផ្លូវអាកាសទៅផ្លូវអាកាសយន្តហោះ F-22 Raptor គឺជាម៉ាស៊ីនដែលមានភាពអស្ចារ្យក្នុងផ្លូវអាកាសបំផុតដែលអាចហោះហើរក្នុងល្បឿន 2700 គីឡូម៉ែត្រក្នុង1ម៉ោងនិងមានសមត្ថភាពធ្វើសមយុទ្ធដ៏អស្ចារ្យដោយសារម៉ាស៊ីន Vector រុញច្រាន Raptor ត្រូវបានសាងសង់ឡើងសម្រាប់ការត្រួតត្រាហើយរ៉ាដារបស់វាមានភាពជឿនលឿនខ្លាំងវាអាចរកឃើញសត្រូវមុនពេលត្រូវបានគេមើលឃើញវាសូម្បីតែបន្ទាប់ពីបានបម្រើការអស់រយៈពេល20ឆ្នាំក៏ដោយអ្នកបើកយន្តហោះភាគច្រើនយល់ស្របថាគ្មានអ្វីអាចយកឈ្នះ Raptor ក្នុងការប្រយុទ្ធដ៏សុទ្ធស្វែងនោះទេចំណាត់ថ្នាក់លេខ1យន្តហោះ F-35 Lightning II សហរដ្ឋអាមេរិកគឺជាយន្តហោះចម្បាំងទំនើបបំផុតមិនធ្លាប់មានយន្តហោះ F-35 គឺលើសពីយន្តហោះចម្បាំងធម្មតាទៅទៀតវាដូចជាប្រព័ន្ធកុំព្យូទ័របញ្ជាពេលហោះហើរជាមួយនឹងការបញ្ចូលគ្នានៃឧបករណ៍ចាប់សញ្ញាលាក់បាំងពេញលេញនិងសមត្ថភាពក្នុងការគ្រប់គ្រងយន្តហោះគ្មានមនុស្សបើកនៅលើអាកាសវាផ្ដល់ឲ្យអ្នកបើកយន្តហោះនូវការយល់ដឹងពេញលេញអំពីសមរភូមិត្រូវបានប្រើប្រាស់ដោយប្រទេសជាង17រួមទាំងសម្ព័ន្ធមិត្ត NATO យន្តហោះ F-35 មាន3ប្រភេទការហោះឡើងពីនាវាផ្ទុកយន្តហោះនៅលើផ្លូវរថយន្តហោះឬសូម្បីតែការលើកបញ្ឈរវាគឺជាកត្តាគុណកម្លាំងនិងជាមូលដ្ឋានគ្រឹះនៃអំណាចផ្លូវអាកាសរបស់លោកខាងលិច